សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀប design Adobe Photoshop CC ដែលជា version ថ្មីអញ្ចឹងគឺបងប្អូនអាចតាមដាននៅវីដេអូនេះនៅមេរៀនទី3ដែលយើងកែច្នៃពីរូបភាពរបស់ចាស់បែបនេះឲ្យមកជារបស់ថ្មីបែបនេះគឺបានន័យថាយើងធ្វើយ៉ាងម៉េចដើម្បីឲ្យរូបភាពចាស់នេះមកភ្លឺចែងចាយបែបនេះគឺចឹងបងប្អូនអាចអនុវត្តតាមខ្ញុំយើង copy សិនដើម្បីកុំឲ្យខូចទ្រង់ទ្រាយតាមនេះគឺយើងលុបរបស់ចាស់ចោលទៅហើយយើងធ្វើបែបនេះមុននឹងយើងធ្វើបែបនេះកើតហ្នឹងគឺយើងត្រូវឈរលើមួយនេះសិនហើយយើងចូលទៅក្នុង image យកពាក្យថា adjustment ហើយយក variation យកពាក្យ variation មកកន្លែងនេះគឺជាកន្លែងដែលយើងជ្រើសរើសពណ៌បានន័យថា original ហ្នឹងគឺជាពណ៌ដើមរបស់វា current picture ហ្នឹងគឺពណ៌បច្ចុប្បន្នបានន័យថាពេលដែលយើងចុចលើពណ៌មួយណាហើយហ្នឹងគឺវានឹងចេញពណ៌នោះឧទាហរណ៍ថាកន្លែងនេះគឺពណ៌ green ហ្នឹងគឺពណ៌បែបនេះអញ្ចឹងដល់ពេលវាចេញមកបែបនេះយើងគ្រាន់តែចុចនៅលើ original មកវាមកពណ៌វាមកវិញពណ៌នេះគឺពណ៌លើងអ្វីដែលយើងគ្រាន់តែបង្ហាញនៅពណ៌ប៉ុណ្ណឹង current picture បានន័យថាពណ៌ហ្នឹងយើងចុចទៅវាអត់ទៅណាទេបានន័យថា current ហ្នឹងគឺថាពណ៌បច្ចុប្បន្ន picture ពណ៌នេះគឺពណ៌ក្រហមយើងចុចទៅក្រហមពណ៌នេះរាងស្អាប់បែរថា more screen ចឹងមកពណ៌ស្អាប់ហើយ blue ពណ៌ខ្មៅហើយ magenta ហ្នឹងពណ៌វារាងក្រហម Q តិចហើយ backer ពណ៌ងងឹតបែបនេះងងឹតហើយ current picture គឺពណ៌បច្ចុប្បន្ន lighter ពណ៌សចឹងហើយយើងដាក់ពណ៌ងងឹតនេះដើម្បីឲ្យវាភ្លឺច្បាស់បែបនេះប៉ុណ្ណេះមកហើយយើងចង់ដូរពណ៌ទៅយើងគ្រាន់តែចុចនៅ original ហ្នឹងមកយើងដាក់ពណ៌ណាដែលយើងពេញចិត្តប៉ុន្តែខ្ញុំចង់ដាក់ពណ៌នេះទៅតាមមេរៀនរបស់គេយកប៉ុណ្ណេះមកយើងចុច OK ពណ៌ហ្នឹងវាភ្លឺដូចគ្នានឹងបាទហើយទី2តកតងនឹងកន្លែងនេះហ្នឹងគឺបានន័យថាយើងកែច្នៃធ្វើយ៉ាងម៉េចដើម្បីយកមួយនេះយកទៅដាក់ចូលដូចគេនេះអញ្ចឹងគឺបងប្អូនគ្រាន់តែយកឧបករណ៍នេះមួយមកយកមកគូសនៅលើនេះ space ជាប់ចុចម៉ៅជាប់សេរីវា space ដើម្បីសេរីប៉ុណ្ណឹងយើងលេងទៅហើយយើង copy ហ្នឹងវាមាន control C
វាមាន control J យើង copy ចុចលើ control J មកនេះបែបនេះហើយយើងបិទភ្នែកវាសិនមកពេលដែលយើងបិទភ្នែកហើយហ្នឹងគឺយើងត្រូវចាក់ពណ៌បែបនេះចាក់ពណ៌បែបនេះហើយហ្នឹងទី1គឺគេឲ្យកាត់កន្លែងនេះសិននេះកន្លែងនេះហើយអត់មានអក្សរចិននេះទេបានន័យថាគេឲ្យយើងថតកាត់កន្លែងនេះចោលអញ្ចឹងបងប្អូនអាចអនុវត្តយើងយកឧបករណ៍នេះមួយមកយកមក select កន្លែងនេះមកចឹងមកចឹងមកហើយរបៀបនៃការចម្លងពណ៌បានន័យថាយើងលុបពណ៌នៅក្នុងនេះយើងជ្រើសរើសឧបករណ៍មួយគឺឧបករណ៍ Clone Stem Tool Clone Stem Tool ហ្នឹងគឺជាឧបករណ៍មួយដែលយើងថតបានន័យថាយើងចង់ឲ្យបានពណ៌បែបនេះគឺយើងថតពីកន្លែងនេះយកមកដាក់កន្លែងនេះឧទាហរណ៍ថានេះ sorry ដោយសារយើងឈរខុសគោលដៅរបស់យើងវាអត់ឲ្យទេកាលណាបើយើងឈរខុសគោលដៅគឺវាអត់ឲ្យអញ្ចឹងដើម្បីបរិចវាបរិចនេះយើងចុចគ្នាបិទមកហើយការថតនោះគឺយើងចុច Alt ឲ្យជាប់ហើយចុចម៉ៅឆ្វេងពឹបអញ្ចឹងមកហើយយកថតយកមកដាក់លើនេះបានន័យថាយើងម៉ៅឆ្វេងវាដើម្បីដាក់ពណ៌ហើយយើងថតទៀតថតរហូតអូសយើងអូសក៏បានដែរបើយើងអូសវែងខ្លាំងពេកបានន័យថានោះសញ្ញាលេខបូកនោះវានឹងចេញអក្សរនេះចេញអក្សរនេះអញ្ចឹងបងប្អូនត្រូវថតរួចហើយយើងត្រូវប្រយ័ត្នប៉ុណ្ណឹងមកបានកាលណាវាលេខបូកនឹងវាដើរដល់អក្សរវាដិតអក្សរឲ្យបែបនេះចឹងបងប្អូនអាចអនុវត្តតាមនឹងទៅយើងថតនៅក្នុងអ្វីដែលយើងបានសម្អាតហើយក៏បានដែរយើងថតចឹងមកនេះយើងចុច Alt ចឹងហើយវាចេញសញ្ញាបែបនេះបានចុចម៉ៅឆ្វេងមកយើងម៉ៅឆ្វេងឲ្យជាប់ទៅអូសម៉ៅឆ្វេងឲ្យជាប់ទៅអូសដើម្បីលុបវាចោលសូមបង្ហាញថាការលុបនឹងគឺទើបតែយើង select បែបនេះបើយើងធ្វើនៅខាងក្រៅគឺវាអត់ឲ្យទេឧទាហរណ៍ថាខ្ញុំថតនៅកន្លែងនេះខ្ញុំ select លើនេះវាអត់ឲ្យបានន័យថាយើងផ្ដិតនៅលើនេះឧទាហរណ៍ថាខ្ញុំចុច Alt ម៉ៅឆ្វេងជាប់មកយើងថតហើយយើងយកមកចុចនៅកន្លែងនេះដោយសារវាអត់ select បើសិនបើមាន select ឧទាហរណ៍ថាយើងថតពីពណ៌ក្រហមនេះយកមកដាក់កន្លែង select មកឃើញទេអញ្ចឹងគឺវាខុសគ្នា
ចឹងយើងធ្វើបានមួយខាងហើយយើងគ្រាន់តែចុច Control D អក្សរ D មកវាលុប select ចោលហើយយើងចុចនៅកន្លែងនេះបានដែរនេះ delete select នេះ delete select នេះបានន័យថា Control D ហើយមកខាងទៀតយើងធ្វើដូចគ្នាអញ្ចឹងចឹងមកអញ្ចឹងទៅenter មកហើយយើងយកឧបករណ៍ដែលយើងនេះឧបករណ៍នេះមកយើងថតដូចគ្នាអញ្ចឹងហើយពេលយើងបានបន្លោះហើយយើងអាចបរិចនេះវាធំតិចមកដើម្បីឲ្យវាលះជាប់ថតមកដាក់ឆ្វាច់ចេះមកមួយទៀតមកនឹងជាការស្រេច Control D មកដក select ចេញនឹងអ្វីដែលយើងបានធ្វើមិញបានន័យថាវាស្អាតបែបនេះហើយទី2ធ្វើបូជាកម្មបែបនេះគឺបងប្អូនអាចធ្វើយើងយកឧបករណ៍នេះយកមកអូសវាទៅយើងសេរីប៉ុណ្ណាហើយយើងបង្កើត layer ដើម្បីបង្កើត layer កុំឲ្យចាក់នៅលើនេះឬក៏លើនេះអញ្ចឹងគឺយើងបង្កើត layer ថ្មីមួយទៀតនេះ layer សំទោសយើងចង់លុបវិញយើងទាញចូលក្នុងទង់សារ៉ាមនេះមកនេះគឺ layer ថ្មី create a new group អានេះ create a new layer អានេះមួយ group អានេះ layer មកយើងឈរលើនេះហើយយើងចាក់ពណ៌ឧបករណ៍ចាក់ពណ៌គឺជាឧបករណ៍នេះនេះ pen path tool pen path tool គឺជាឧបករណ៍សម្រាប់ចាក់ពណ៌ពេលដែលយើងចាក់ពណ៌គឺវាមានពណ៌ខ្មៅដោយសារយើងអាចបានសេរីពណ៌អញ្ចឹងយើងចុចលើនេះមកយើងដូរពណ៌ក៏បានប៉ុន្តែដោយសារយើងមានពណ៌សនឹងខំនឹងហើយយើងគ្រាន់តែចុចលើคลิกលើកន្លែងនេះមកវាដូរពណ៌បែបនេះហើយយើងចាក់ពណ៌លើកទៀតមកមានពណ៌សបែបនេះហើយ Control D មក Control D ហើយបងប្អូន copy Control J ហើយសេរីវាគឺចុចលើ Control T មកយើងសេរីវាមកក្រោម Enter ទៅហើយ Control Shift Alt ឲ្យជាប់មកចុចអក្សរ T Control Shift Alt ចុចអក្សរ T ជាការស្រេចហើយទាញមួយនេះឲ្យរៀងមកក្រោមតិចមកដូចបោះគេអានេះដូចបោះគេអានេះចឹងមក Enter ហើយយើងគ្រប់ទាំងអស់នេះគ្រប់មួយអ្វីដែលយើងបានបង្កើតមាញ់ហ្នឹងគ្រប់វាឲ្យទៅជា
របស់តែមួយមកហើយយើងគ្រាន់តែចុចលើ layer នេះមួយមកយើងចង់គ្រប់ត្រឹមណាឧទាហរណ៍ថានេះត្រឹមនេះយើងគ្រាន់តែចុចស៊ីឲ្យជាប់ហើយម៉ៅឆ្វេងហើយយើងគ្រប់វាអញ្ចឹងគេណាគ្រប់វាពេលយើងទាញទៅវាទៅទាំងអស់អញ្ចឹងណាដោយសារវាគ្រប់គ្នាជាប់ហើយដើម្បីកាត់វាយើងយកឧបករណ៍នេះដើម្បីកាត់ស្រេប្រមាណអ្វីក៏ដែលយើងចង់កាត់វាណាចឹងមកពេលឃើញចឹងមកយើងលុប delete បែបនេះទៅ control D មកចប់ហើយទី2ចំពោះមួយនេះអ្វីដែលយើងធ្វើហ្នឹងបើនេះយើងចាក់ពណ៌យើងបើកផ្នែកនេះមួយទៀតយើងទុកយកមកប្រើប្រាស់លើនេះយើងបើកផ្នែកហើយយើងចុច control ឲ្យជាប់ហើយម៉ៅឆ្វេងលើវាដើម្បីឲ្យវា load select មកវិញ load select យើងចាក់ពណ៌ដូចមាញ់ពណ៌មាញ់អញ្ចឹងប៉ុន្តែនៅក្នុងនេះគឺគេប្រើពណ៌ gradient បានន័យថាពណ៌ច្រើនចាក់ពណ៌ច្រើនបែបនេះយើងជ្រើសរើសកន្លែងនេះគឺសម្រាប់ជ្រើសរើសពណ៌ហើយយើងយកពណ៌ណាមួយក៏បានដែរយើងយកពណ៌ណាដែលច្រើនជាងគេចឹងមកហើយកន្លែងនេះគឺជាកន្លែងដែលយើងសម្រាប់ជ្រើសរើស style របស់វាឧទាហរណ៍ថា style នេះគឺគេប្រើ style នេះ style ចុចចំកណ្ដាលមកអូសវាម៉ៅឆ្វេងឲ្យជាប់អូសវាបែបនេះមកដោយសារយើងចាក់លើនេះតាមកំពិតយើងចាក់លើនេះបែបនេះអានឹងមួយនេះឧបករណ៍មួយហើយឧបករណ៍នេះមួយទៀតគឺគ្រាន់តែមកឆ្វេងជាប់មកចេញមកបែបនេះអញ្ចឹង style ខុសៗគ្នា style ខុសៗគ្នាបែបនេះបងប្អូនអាចយកទៅអនុវត្តទៅនេះពណ៌បែបនេះប៉ុន្តែយើងធ្វើតាមគេយើងយកមួយនេះបែបនេះអញ្ចឹងយើងលុប select control D មកយើងកាត់រូបនេះចូលកាត់រូបនេះចូលហ្នឹងគឺយើងប្រើឧបករណ៍នេះបង្ហាញលើកទៀតឲ្យ Magic Wand Tool គ្រាន់តែ select លើវាប៉ុណ្ណឹងមកវាឲ្យយើងដោយស្វ័យប្រវត្តិហើយយើងលុប select ខាងក្រៅនេះចោលទុកតែ select នៅខាងក្នុងនេះអញ្ចឹងគ្រាន់តែចូលទៅ select យកពាក្យថា invert មកវាដាច់ select ខាងក្រៅអស់អញ្ចឹងយើង move វាទាញវាចូលមកបែបនេះហើយយើងប្រមនេះចូលមកហើយមួយនេះ
យើងបើកភ្នែកមកវាបិទចិត្តឈឹងអញ្ចឹងយើងទាញវាមកក្រៅយ៉ាងមកមួយនេះគឺយើងធ្វើសម្រាប់ដាក់ដូចជាគុជបែបនេះអញ្ចឹងយើងគ្រាន់តែ select យកឧបករណ៍នេះយកមកប្រើមក select លើវាអញ្ចឹងមកដាក់វាឲ្យធំមកដាក់វាធំតិចទៀតទៅដោយសារវាដាច់អស់បែបនេះប៉ុណ្ណឹងហើយយើងចាក់ពណ៌យើងចាក់ពណ៌គឺ render right click លើវាមកយើងយកពាក្យថា outer glow នឹងគឺសម្រាប់ដាក់ពណ៌ឲ្យរូបភាពឲ្យចេញពណ៌ផ្សាយបែបនេះហើយបងប្អូនអាចអនុវត្តវាតាមអ្វីដែលយើងអាចសេរីពណ៌វាបានសេរីពណ៌វាបែបនេះមករៀងខ្ញុំកាត់អត់សូវល្អបែបនេះអញ្ចឹងបងប្អូនពេលអនុវត្តអាចកាត់វាឲ្យល្អដោយសារវាឥឡូវនេះគឺសម្រាប់សេរីពណ៌ជ័រពណ៌អីចឹងទៅបែបនេះមកហើយយើងសេរីវាតូចចាំមកហើយយើងទាញវាដាក់កន្លែងនេះសិនមកទាញហើយសូមយើង copy វាជា2យកមកដាក់មកខាងនេះទៀតពេលយើង copy យើង Ctrl J ហើយដើម្បីបើយើងទាញវាបានន័យថាវាអត់ស្មើគ្នាបានន័យថាខាងនេះមកខាងនេះវាអត់ស្មើគ្នាអញ្ចឹងយើងចង់ឲ្យស្មើគ្នាហ្នឹងគឺយើង Ctrl copy វាហើយហ្នឹងទាញអាសញ្ញាតូចនេះអារូបតូចនេះយកមកដាក់ចំណុចកណ្ដាលនេះមកហើយយើងត្រឡប់ទៅមកខាងទៀតvertical ដើម្បីត្រឡប់វាទៅមកខាងទៀតដើម្បីត្រឡប់វាទៅមកខាងទៀត horizontal វាត្រឡប់ទៅមកខាងបែបនេះអញ្ចឹងបងប្អូនអាចអនុវត្តតាមហ្នឹងទៅអញ្ចឹងគឺអក្សរហ្នឹងគឺបងប្អូនអាចសរសេរហើយដាក់ពណ៌ដូចខ្ញុំអញ្ចឹងយើងគ្រាន់តែคลิกលើវាមកយើងដាក់ពណ៌ជះចេញក្រៅអញ្ចឹងមកដូចអាមាញ់នេះជះចេញក្រៅអញ្ចឹងមក
គឺមេរៀននេះខ្ញុំបញ្ចប់តែប៉ុណ្ណឹងអញ្ចឹងបងប្អូនអាចអនុវត្តតាមហ្នឹងទៅយកពាក្យ merge layer មកហើយយើង save ដាក់លើ desktop របស់យើងមកហើយយើងដាក់ឈ្មោះ app មកជាការស្រេចណាអរគុណចំពោះការតាមដាននៅវីដេអូនេះហើយបងប្អូនអាចតាមដាននៅវីដេអូក្រោយៗទៀតទាក់ទងនឹង design ឬក៏ផ្នែកខាង computer បងប្អូនអាចតាមដាននៅ page របស់ខ្ញុំខ្មែរ video free អញ្ចឹងអរគុណចំពោះការតាមដាននៅវីដេអូ